មានបុថងក៏មានព្រះឧបត្ថម្ភបន្ថែមទៀតបាទពីបាទអាដាមបាទពេញបាទពូសាតែជាអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបាទលោកឧបត្ថម្ភជូនអេអាមរិនបុថងចំនួន40,000 រៀលបន្ថែមទៀតផងដែរបាទអញ្ចឹងនេះអាមរិនបាទជាការប្រគល់មិត្តភាពបាទតែគណៈធិបតីលោកឧបត្ថម្ភជាបន្តបន្ទាប់នៃការលើកទឹកចិត្តខ្ញុំបានកសិជម្រាបជូននៅប្រវត្តិរូបសង្ខេបរបស់កីឡាករទាំងពីរបង្គោលក្រហមអេអាមរិនពូថងអាយុ20ឆ្នាំ1.85ម៉ែត្របាទទម្ងន់65គីឡូក្រាមស្រុកកំណើតភូមិនាងកុកឃុំបាក់ឡងស្រុកមណ្ឌលសីមាខេត្តកោះកុងប្រកួតបាន69ដងឈ្នះ62ចាញ់5ស្មើ2ផ្ដួលឯគូសន្លប់បានចំនួន31ដងថ្វាយបង្គំគ្រូលោកគុណគ្រូលោកគ្រូបង្វឹកលោកគ្រូអេភូថងមកខាត់នៅក្នុងក្លឹបកីឡាប្រដាល់អេភូថងគុណខ្មែររីឯបង្គោលខៀវជាកីឡាករដែលមកពីសាធារណរដ្ឋប្រជាមានិតចិនលីតានតៅអាយុ24ឆ្នាំ1.8ម៉ែត្រណែអាយយបាទគីឡូដូចគ្នាវាយបាន60ដងឈ្នះ50ចាញ់10ដែលស្មើផ្ដួលបាន10ដងបាទចឹងឥឡូវនេះបាទសម្រាប់អេអាមរិនបុថងបាទគ្រាន់តែប្រកាសឧបវត្តរូបជាប់ភ្លាមបាទមិនមានអារម្មណ៍បាទសធានដែលជាស្វាមីលោកជំទាវការជំនាញនៃការក្រុមហ៊ុនតនគ្រប់បាទប្រសិនបើអេអាមរិនអាចទទួលគូប្រកួតឲ្យបោះបង់ការប្រកួតបាទលោកឧបត្ថម្ភលើកទឹកចិត្ត2លានរៀលបន្ថែមទៀតបាទ4លាន2លាន6 640,000 6លាន40,000រៀលបាទបាទទីក1លានបាញ់បាទទីកបងស្រីគាត់ថាអត់ទីកមិន1លានរៀលបាទពីខ្ញុំយ៉ាងលៀងពៅអ្នក1លានបាទ1លាន2នាក់1លាន2នាក់អ្នកកម្មការបច្ចេកទេសបាទ1លានរៀលលោកគ្រូពេទ្យ50,000រៀលបាទសម្រាប់ការរៀបចំនៅព្រឹត្តិការណ៍វឹកសេនាក្រុមប្រជុំដើម្បីទឹកដីនៃខេត្តស្វាយរៀងនៅក្នុងថ្ងៃនេះបាទអ្វីដែលកាន់តែពិសេសបាទអាដាមបាទអភិបាលខេត្តបាទលោកក៏ឧបត្ថម្ភជូនដល់កីឡាកររបស់យើងដូចគ្នាបាទអញ្ចឹងសម្រាប់ការប្រកួតបាញ់មិញនេះបាទលោកឧបត្ថម្ភគ្រប់គូបាទអេអាមរិកបុថងបាញ់មិញ40,000រៀលបន្ថែមទៀតបាទអញ្ចឹងនេះបាទគឺជាការយកចិត្តទុកដាក់ពីគណៈធិបតីបាទក៏ដូចជាបាទថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើវិស័យកីឡាប្រដាល់គុណខ្មែររបស់យើងបាទហើយពិសេសជាងនេះទៅទៀតលោកខេត្តស្វាយរៀងឥឡូវនេះបាទវត្តមានអាដាមបាទអភិបាលរងខេត្តបាទលោកក៏បានបញ្ជាក់ថាបាទគឺខាងបាទរោងចក្រពាណិជ្ជកម្មរបស់យើងឥឡូវនេះគឺមានរហូតដល់12បាទហើយត្រូវការកម្លាំងពលកម្មរហូតដល់ជាង10,000នាក់ដូច្នេះពុកម៉ែបងប្អូននៅខាងស្វាយរៀងដល់ផ្ទាល់បាទយើងមិនបាច់ចំណាក់ស្រុកទៅគេទេការងារមាននៅប្រទេសយើងនៅស្រុកយើងផ្ទាល់នៅស្វាយរៀងបានបង្កើតក្លឹបគុណខ្មែរមួយនៅនឹងហ្មងអបាទមានសង្ឃគុណខ្មែរខេត្តស្វាយរៀងនោះហាត់នឹងពេញបាទហាត់នឹងហ្មងបាទបាទចឹងអាដាមអាបាលរងខេត្តបាទគាត់ថាអត់អីទៀតមានថែមទៀតបាទនិយាយមិនលើកដៃពីរអូចឹងខែក្រោយអ្នកស្វាយរៀងមានអ្នកចង់ហាត់គុណខ្មែរអត់នងនេះហាត់ទាំងអស់គ្នាបាយយកលុយដឹងពុនបាយយកលុយគ្រប់គ្រងក្រុមគ្រួសារលុយច្រើនណាស់បងប្អូនអើយបាទអញ្ចឹងអេអាមរិនមិញបាទគាត់តែផ្ដួលថែម2លានបាទអ្នកឲ្យទឹកធំជាងគេក្នុងស្រុកខ្មែរទៅសុំថតមួយគូផាន់ណាទៅវិញសោយទៀតទៅចក្រមត្រៀមប្រុងប្រកួតមកស្នើគុណខ្មែរយម8ទៅគូទី7ដែលជាគុណមិត្តភាពអន្តរជាតិរវាងកម្ពុជាចិនទឹកទី1 round 1 បាទមួយស្រាលធាក់មួយអាមរិនបាទមួយអូយទុកបាទអូយកញ្ចឹងកបាទលោករីគីបាទសំបីតែខ្ញុំក៏ញ័រជើងបាទអូយបកគលខៀវគាត់អត់ដឹកស្មានទេបាញ់នេះបាទអូយបាទធ្ងន់បាទសម្រាប់អេអាមរិនពូថងក៏បាញ់នេះបាទគ្រាន់តែចូលមកភ្លាមបាទដើមទឹកកម្លាំងពុំពេញទេរបៀបយឺតបាទមួយជើងនេះអត់អីទេបាទធ្លាក់គុំមួយជើងនេះទៀតប៉ាំងព្រលឹងនេះមួយជើងនេះរៀងវាបន្តិចអូបាទទៅតែម្ដងបាទកន្លែងនេះបាទវាប៉ាំងបន្តិចបាទទៅហើយបាទនេះសម្រាប់កីឡាករបាទពីបាទសាធារណរដ្ឋប្រជាមានិតចិនបាទអំបញ្ញនេះគឺបាទចូលចំស្មាមកគាត់ទេបាទមានកញ្ចឹងកទេបាទប៉ាំងដោយតាមជើងតែអាយ៉ាបាទជប់សិនបាទគាត់នៅវិលនៅឡើយទេបាទគាត់នៅវិលនៅឡើយបាទចាំមើលគាត់ស្រួលខ្លួនបន្តិចសិនបាទលោកគ្រូពេទ្យកំពុងតែជួយសង្គ្រោះបន្ថែមអញបាទអេអាមរិនបាទ6លាន6លាន40,000បាទអាណិតបាទពីជើងអាមរិនបាទហើយអត់ទាន់បោកតម្លៃខ្លួនផងតែមិនទេណាអាមរិននេះហាត់តាំងពីក្មេងមកហើយពីជើងបាញ់គាត់សង្កត់ជើងដំបងបាទប៉ាំងវេបន្តិចទៅចូលមកជើងទៀតហ្នឹងគឺទៅតែម្ដងបាទដោយតាមជើងបាទពីជើងបាទសម្រាប់អេអាមរិនពូថងបាទកីឡាករចិនគាត់កំពុងឆ្ងល់ដែរចុះមិនជើងបងធ្ងន់មែនធ្ងន់តាំងពីឪបងបាទធ្ងន់តាំងពីលោកឪពុកបាទតែមិនអីទេឥឡូវគាត់សម្រួលបានបន្តិចមកវិញហើយបាទអញ្ចឹងឥឡូវនេះខាងក្រុមការងារជាពិសេសបាទគ្រូពេទ្យសង្គមបឋមធ្លាក់ដៃបាត់ហើយបាទលោកនេះគេបាទដៃរបស់គាត់បាញ់ហ្នឹងគឺប៉ាំងអាចផ្លាត់ស្មាបាត់ទៅបាទអញ្ចឹងឥឡូវនេះដៃគាត់លើកលែងរួចហើយបាទមានលោកគ្រូពេទ្យបាទជួយបាទសង្គ្រោះទាន់ពេលវេលាបាទនោះបាទម៉ាក់យាយនៅខេត្តស្វាយរៀងឧបត្ថម្ភអេអាមរិនមាន់11អូទឹកចិត្តអ្នកស្វាយរៀងឃើញទេ
ថែមចាំកេះទៀតទេបង នឹងរបស់យើង អូខេ អាមេរិកមាន់ទៅ នេះគាត់មន់ទៅតែ យើងជាក់ យើងផ្សេងចាបាទអរគុណច្រើនបាទអញ្ចឹងឥឡូវនេះប្រគល់ទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាស